大家好，សួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំលើកយកមេរៀនភាសាចិនមកចែកម្លែកដល់អ្នកនរគ្នាបន្តទៀតអញ្ចឹងបើសិនជាបងប្អូនមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តទៀតអញ្ចឹងមេរៀនថ្ងៃនេះខ្ញុំលើកយកមេរៀនពីមុនធ្លាប់ចែករំលែកហើយមកធ្វើការចែករំលែកបន្តទៀតអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាប្រយោគបន្តទៀតយើងអានថា我需要休息我需要休息ចឹងយើងបកប្រែថាខ្ញុំត្រូវការសម្រាកប្រយោគបន្តទៀតយើងអានថា我需要去洗手间我需要去洗手间ចឹងយើងបកប្រែថាខ្ញុំត្រូវការទៅបន្ទប់ទឹកប្រយោគបន្តទៀតយើងអានថា我需要喝水我需要喝水ចឹងយើងបកប្រែថាខ្ញុំត្រូវការផឹកទឹកប្រយោគបន្តទៀតយើងអានថា我想休息一下我想休息一下ចឹងយើងបកប្រែថាខ្ញុំចង់សម្រាកបន្តិចប្រយោគបន្តទៀតយើងអានថា我需要打电话我需要打电话ចឹងយើងបកប្រែថាខ្ញុំត្រូវការ call ទូរស័ព្ទប្រយោគបន្តទៀតយើងអានថា请问洗手间在哪请问洗手间在哪ចឹងយើងបកប្រែថាសូមសួរថាតើបន្ទប់ទឹកនៅទីណាប្រយោគបន្តទៀតយើងអានថា在这儿在这儿ចឹងយើងបកប្រែថានៅទីនេះប្រយោគបន្តទៀតយើងអានថា在那儿在那儿在那儿យើងបកប្រែថានៅទីនោះប្រយោគបន្តទៀតយើងអានថា往前走往前走យើងបកប្រែថាដើរទៅមុខពាក្យបន្តទៀតយើងអានថា左转左转左转បត់ឆ្វេងពាក្យបន្តទៀតយើងអានថា右转右转បត់ស្ដាំ右转បត់ស្ដាំប្រយោគបន្តទៀតយើងអានថា这附近有银行吗这附近有银行吗ចឹងយើងបកប្រែថាតើនៅជិតនេះមានធនាគារទេប្រយោគបន្តទៀតយើងអានថា我找不到路我找不到路ចឹងយើងបកប្រែថាខ្ញុំរកមិនឃើញផ្លូវទេប្រយោគបន្តទៀតយើងអានថា我想回酒店我想回酒店ចឹងយើងបកប្រែថាខ្ញុំចង់ត្រឡប់ទៅសន្តាគារវិញចឹងមេរៀនចែករំលែកភាសាចិនរបស់ខ្ញុំបានមកដល់ទីបញ្ចប់បើសិនជាបងប្អូនមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តរាល់ការផុសវីដេអូរបស់ខ្ញុំចេញទៅបងប្អូននឹងទទួលបានពាក្យថ្មីៗអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយបាយ